សូមស្វាគមន៍វិលត្រឡប់មកជួបគ្នាសារជាថ្មីម្ដងទៀតហើយណាថ្ងៃនេះផងដែរយើងមកតសាច់រឿងរបស់យើងទៅតែដែលវគ្គនេះនិយាយអំពីការណាត់ជួបលើកដំបូងឬក៏ភ្លើងស្នេហ៍ដែលមិនទាន់រលត់ចង់ដឹងថាសាច់រឿងរបស់យើងបែបណាកុំឲ្យខាតពេលវេលាយូរមកតាមដានជាមួយ admin ទាំងអស់គ្នាណាបន្ទាប់ពីការសារភាពស្នេហ៍នៅក្រោមកញ្ចក់ដើមឈើដ៏ធំមួយពេលនោះផងដែរទំនាក់ទំនងរបស់ពួកគេក៏ប្រែក្លាយទៅជាផ្អែមល្ហែមលើពីមិត្តភ័ក្តិណានៅថ្ងៃចុងសប្តាហ៍រ៉ិតក៏បានបបួលភក្តីទៅដើរលេងនៅមាត់ទន្លេនាពេលល្ងាចផ្ទុយពីភាពរឹងមាំនៅលើតារាងបាល់បោះថ្ងៃនេះរ៉ិតមើលទៅរៀងអៀនបន្តិចណាក៏ប៉ុន្តែតកតងនឹងឯកសណ្ឋានក៏ដូចជាការស្លៀកពាក់របស់គេយ៉ាងមានរបៀបរៀបរយតែម្ដងហាក់បីដូចជាគេត្រៀមខ្លួនរួចរាល់សម្រាប់ការណាត់ជួបក៏ដូចជា first date របស់គេដំបូងបកគេតែម្ដងណាពួកគេទាំងពីរនាក់ក៏ដើរទន្ទឹមគ្នាយ៉ាងយឺតរ៉ិតក៏បានព្យាយាមលុកដៃទៅកាន់ដៃរបស់ភក្តីក៏ប៉ុន្តែរាល់ពេលដែលម្រាមដៃប៉ះគ្នាគេបែរជាដកមកវិញដោយក្តីអៀនដោយសារតែកូនប្រុសរបស់យើងអត់ដែលធ្លាប់ធ្វើរឿងនឹងពីមុនមកបានគេអៀនបែបនេះណាឃើញបែបនេះផងដែរភក្តីក៏សម្រេចចិត្តជាអ្នកទៅលុកចាប់ដៃកូនប្រុសរបស់យើងមុនរួចក៏កសោបអោបដៃគេយ៉ាងណែនខណៈពេលនោះដែរភក្តីក៏គាត់ចាប់ផ្ដើមនិយាយហើយក៏អោនមុខចុះដោយលាក់ថ្ពាល់ក្រហមព្រឿងរបស់គេតែម្ដងគេក៏និយាយថាដៃឯងធំជាងដៃរបស់ខ្ញុំទៀតរ៉ិតគឺបែបនេះផងដែររ៉ិតគាត់ក៏បានញញឹមយ៉ាងមានក្តីសុខណារួចក៏លើកដៃភក្តីមកថើបស្រាលព្រមទាំងនិយាយថាដៃនេះមានទុកសម្រាប់កាន់ឯងតែម្នាក់គត់ភក្តីពួកគេក៏បានទៅញ៉ាំការ៉េមជាមួយគ្នានិងមើលថ្ងៃលិចជាមួយគ្នាតែម្ដងនាវេលាដ៏មានក្តីសុខបំផុតរបស់ពួកគេភ្លេចថាមានក្រសែភ្នែកមួយគូកំពុងតែសម្លឹងមើលពួកគេពីចម្ងាយណាដោយក្តីមិនសុខចិត្តអ្នកដែលមើលនោះមិនមែនជានរណាឆ្ងាយទេក្រៅតែពីតួអង្គទី3របស់យើងតួអង្គឈ្លាននេះអ្នកទាំងអស់គ្នាចាំបានទេតែគេមានឈ្មោះថាវិបុលមិនមែនជាមនុស្សដែលងាយនឹងបោះបង់អ្វីដែលគេចង់បានងាយនោះទេគេក៏បានដឹងថាភក្តីនិងរ៉ិតកំពុងតែតាក់ទងគ្នាក៏ប៉ុន្តែគេជឿថាកីឡាករដែលពូកែតែរឿងប្រើកម្លាំងដូចជារ៉ិតមិនស័ក្តិសមនឹងមនុស្សដែលរៀនសូត្រខ្ពង់ខ្ពស់ដូចជាភក្តីឡើយនាថ្ងៃច័ន្ទវិបុលក៏បានរៀបចំផែនការថ្មីមួយគេបានចូលទៅចាត់ភក្តីនៅក្នុងបណ្ណាល័យម្ដងទៀតក៏ប៉ុន្តែលើកនេះគេមកជាមួយនឹងឯកសារមួយហើយវាជាអាហារូបករណ៍ទៅសិក្សាក្រៅប្រទេសណាវិបុលក៏និយាយថាភក្តីមើលនេះវាជាអាហារូបករណ៍ទៅរៀននៅឯប្រទេសបារាំងដែលឯងធ្លាប់ស្មើសម័យចង់បានវិបុលនិយាយដោយសម្ដីទន់ភ្លន់យើងអាចដាក់ពាក្យទៅរៀនជាមួយគ្នាបានណាយើងជាអ្នករៀនសូត្រដូចគ្នាមានអនាគតវែងឆ្ងាយណាមិនដូចជាអ្នកខ្លះដែលដឹងតែពីលេងកីឡាមិនដឹងថាអាចនឹងមើលថែឯងបានដល់ពេលណានោះទេចៃដន្យអីរ៉ិតក៏ដើរមកដល់ល្មមហើយក៏បានឮពាក្យសម្ដីទាំងអំបាមានដែលវិបុលបាននិយាយមើលងាយទៅកាន់គេណារ៉ិតឃើញដូចនេះក៏ចង់ស្ទុះទៅដាល់វិបុលមួយដៃក៏ប៉ុន្តែបានភក្តីចាប់ដៃរបស់រ៉ិតជាប់តែម្ដងភក្តីក៏ងាកទៅរកវិបុលវិញរួចក៏និយាយយ៉ាងច្បាស់ថាអរគុណវិបុលសម្រាប់ព័ត៌មានក៏ប៉ុន្តែអនាគតរបស់ខ្ញុំគឺជាអ្នកកំណត់ហើយរ៉ិតគេក៏មិនមែនគ្រាន់តែជាអ្នកលេងកីឡាអីនោះទេគេក៏ជាកម្លាំងចិត្តដែលធ្វើឲ្យខ្ញុំចង់រៀនឲ្យពូកែជាងមុនផងដែរសុំទោសផងផ្លូវដែលឯងចង់ដើរមិនមែនជាផ្លូវដែលខ្ញុំចង់ដើរជាមួយឯងនោះឡើយទាំងអស់គ្នាគិតដូច admin ទេត្រង់ចំណុចនេះដែរ admin គឺពេញចិត្តនឹងសម្ដីកូនស្រីរបស់យើងនិយាយតែម្ដងគឺគេនិយាយផាំងណាគ្មានខ្លាចក្បាលអាណាគេតែម្ដងណាភ្លាមនោះផងដែរវិបុលក៏បានក្តាប់ដៃយ៉ាងណែនមុខគេប្រែជាស្លេកស្លាំងយ៉ាងខ្លាំងហើយក៏និយាយថាឯងប្រកាសចិត្តហើយមែនទេភក្តីឯងសុខចិត្តជ្រើសរើសមនុស្សបាតដៃទទេម្នាក់នេះជាអនាគតដ៏ភ្លឺស្វាងជាមួយនឹងយើងគេក៏ឆ្លើយត្រូវហើយព្រោះអនាគតដែលគ្មានរ៉ិតវាមិនមែនជាអនាគតដែលខ្ញុំចង់បាននោះទេភក្តីឆ្លើយទាំងសម្លឹងទៅមើលមុខរ៉ិតដោយក្តីស្រឡាញ់ណានៅពេលដែលគេនិយាយចំដាក់ផាំងបែបនេះហើយចាំការទៀនគេនៅធ្វើអីវិបុលក៏បានដើរចេញទៅទាំងនៅត្រង់ចំណុចនេះដែរ admin អត់ដឹងថាវិបុលគាត់នឹងរៀបគម្រោងឬក៏ប្រើល្បិចមិនបន្តទៀតទេណាដើម្បីទាក់ចិត្តភក្តីរួចគេក៏ដើរចេញពីបណ្ណាល័យភ្លាមតែម្ដង
ប្រហែលថ្ងៃក្រោយមកបន្ទាប់ពីមានបញ្ហាប្រឈមមុខដាក់គ្នានៅក្នុងបណ្ណាល័យនោះដែរវិបុលក៏ចាប់ផ្ដើមប្រើល្បិចកខ្វក់ដោយការលួចថតទាំងអស់គ្នាឮបែបនេះ admin ពិតជាមានសេចក្តីអាណិតទៅកាន់តួអង្គទាំងពីរនាក់របស់យើងខ្លាំងមែនទែនដោយសារតែវិបុលព្យាយាមបង្កើតនៅពាក្យចចាមអារាមក៏ដូចជាចលាចលនៅក្នុងសាលាម្យ៉ាងវិញទៀតបានលើទៅដល់គ្រួសាររបស់ពួកគាត់ផ្ទាល់តែម្ដងឥឡូវនេះផងដែរ admin សូមស្លេះសាច់រឿងរបស់យើងតែប៉ុណ្្នឹងសិនចង់ដឹងថាវគ្គក្រោយសាច់រឿងរបស់យើងបន្តទៅជាយ៉ាងណាកុំភ្លេចរងចាំទស្សនាទាំងអស់គ្នាណាអរគុណជួបគ្នានៅពេលក្រោយបាយបាយ